សួស្តីទាំងអស់គ្នាជួយខ្ញុំបាទសមីងហើយថ្ងៃនេះយើងនឹងនិយាយតាក់ទងជាមួយនឹងនៅពេលដែលសិស្សគាត់ត្រូវចូលរៀនសាកលវិទ្យាល័យនោះតើគាត់គួរតែសម្រេចចិត្តថាចូលធ្វើការផងរៀនផងឬមួយក៏រៀនសុទ្ធអញ្ចឹងវីដេអូនេះយើងនឹងនិយាយគ្នាតាក់ទងជាមួយនឹងការសម្រេចចិត្តថាតើគួរតែរៀនសុទ្ធតែម្ដងឬមួយក៏គួរតែស្វែងរកការងារធ្វើដើម្បីទុកជាបទពិសោធន៍អញ្ចឹងមិនខាត់ពេលយូរតោះទៅមើលទាំងអស់គ្នាក៏ប៉ុន្តែប្រធានបទនេះវាមានការវិនិច្ឆ័យច្រើនដោយសារតែអ្នកមួយចំនួនគាត់គិតថាគាត់គួរតែរៀនសុទ្ធដើម្បីផ្ដោតអារម្មណ៍ទៅលើការសិក្សារបស់គាត់កាន់តែល្អប្រសើរចំណែកអ្នកខ្លះគាត់គិតថាគួរតែរៀនផងធ្វើការផងដើម្បីទទួលបានទាំងចំណេះដឹងបទពិសោធន៍ការងារក៏ដូចជាបំណិនជីវិតផ្ទាល់ជាក់ស្ដែងប៉ុន្តែអាកំណត់ទាំងពីរហ្នឹងគឺវាត្រូវមកខាងម្នាក់ទេដោយសារតែអ្នកមួយចំនួនគាត់មានអ្នកទំនុកបំរុងជាក់ស្ដែងដូចជាឪពុកម្ដាយរបស់គាត់អញ្ចឹងធ្វើឲ្យគាត់អត់សូវចាំបាច់បារម្ភទៅលើការដែលត្រូវរកការងារធ្វើបន្ថែមទេប៉ុន្តែបើសិនជាគាត់ចង់បានបទពិសោធន៍បន្ថែមអាហ្នឹងអាចគាត់ធ្វើការផងគាត់រៀនផងចំណែកអ្នកមួយចំនួនទៀតដែលជានិស្សិតដែលមកពីខេត្តហើយគាត់មករស់នៅទីក្រុងភ្នំពេញហើយឪពុកម្ដាយគាត់អត់សូវធូរធារផងអញ្ចឹងគាត់ត្រូវការរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ទៅលើការរស់នៅរបស់គាត់ប្រចាំថ្ងៃក៏ដូចជាការសិក្សារបស់គាត់បន្ថែមដែរអញ្ចឹងឡើយហ្នឹងយើងអាចនិយាយបានថាវាមិនអាចត្រូវទាំងសងខាង 100% វាអាចលៀងគ្នាបន្តិចបន្តួចដោយសារតែការយល់ឃើញខុសៗគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើក3ចំណុចខុសៗគ្នាតាក់ទងជាមួយនឹងសិស្សដែលគាត់ត្រូវតែរៀនសុទ្ធឬមួយក៏សិស្សដែលគាត់ត្រូវតែរៀនផងធ្វើការផងចំណុចទី1តាក់ទងជាមួយសិស្សដែលគាត់រៀនសុទ្ធតាមមុខហ្មងគាត់អត់មានផ្ដោតទៅលើការងារអីទេបើយើងនិយាយពីគុណសម្បត្តិគឺទី1គឺគាត់អាចផ្ដោតអារម្មណ៍ពេញលេញទៅលើការសិក្សារបស់គាត់អាចមានអារម្មណ៍មូលទៅលើការសិក្សារបស់គាត់ការធ្វើលំហាត់អនុវត្តជាក់ស្ដែងវាធ្វើឲ្យគាត់ទទួលបានលទ្ធផលល្អប្រសើរដែរគេហៅថា GPA អញ្ចឹងខ្ពស់ទៅទី2គឺគាត់កាត់បន្ថយភាពតានតឹងដោយសារតែនៅពេលដែលគាត់មិនបានធ្វើការអារម្មណ៍តានតឹងរបស់គាត់ហ្នឹងគឺអត់សូវមានទេពីច្រើនតានតឹងតែដោយសារការរៀនសូត្រទេអញ្ចឹងគាត់អត់សូវមានសម្ពាធឲ្យទាំងពីរទេគឺគាត់សម្ពាធតែរឿងរៀនរបស់មុខឯងអញ្ចឹងធ្វើឲ្យអារម្មណ៍សុខភាពផ្លូវចិត្តរបស់គាត់ហ្នឹងគឺវានឹងនៅល្អវាអត់សូវប៉ះពាល់ខ្លាំងទី3នេះគឺគាត់មានពេលចូលជាមួយសង្គមចុះក៏ដូចជាគាត់អាចធ្វើអ្វីតាមដែលគាត់ចូលចិត្តបានដោយសារតែនៅពេលដែលគាត់ចូលរួមសកម្មភាពដូចជាក្លឹបសិក្សាថា self study ឬមួយក៏គាត់រៀនជាមួយនឹងគ្នាគាត់អញ្ចឹងគាត់អត់សូវខ្វាយខ្វល់រឿងការងារគឺគាត់ចាប់ដើមចូលរួមមួយគេអាចបង្កើនទំនាក់ទំនងជាមួយនឹងអភិវឌ្ឍទៅលើអ្វីដែលគាត់ចង់ចេះបន្ថែមបានដូចជាភាសាអង់គ្លេសឬមួយកុំព្យូទ័រអញ្ចឹងទៅប៉ុន្តែបើសិនយើងនិយាយតាក់ទងជាមួយនឹងគុណវិបត្តិនៃអ្នកដែលគាត់រៀនសុទ្ធតាមមុខទី1គឺគាត់ខ្វះបទពិសោធន៍ការងារជាក់ស្ដែងជាងអាចនិយាយបានទេនៅពេលដែលយើងរៀនចប់ហើយយើងកាន់មួយស្លឹកបញ្ញាបត្ររបស់យើងជាក់ស្ដែងទៅធ្វើការបើសិនជាយើងអត់មានបទពិសោធន៍ផ្ទាល់ខ្លួនតែម្ដងវាពិបាកដែរបើយើងប្រៀបធៀបជាមួយអ្នកដែលគាត់ធ្វើការផងអញ្ចឹងណាដោយសារតែការងារមួយចំនួនគេត្រូវការអ្នកដែលមានបទពិសោធន៍ចូលហ្មងហើយឬមួយក៏គេទទួលយើងដែរប៉ុន្តែបើសិនយើងគិតពីប្រាក់កម្រៃទៅយើងទៀបជាងអ្នកដែលគាត់មានបទពិសោធន៍ដោយសារតែគេយល់បានច្រើនជាងគុណវិបត្តិទី2ហ្នឹងបើសិនជាគាត់ផ្ដោតទៅលើការសិក្សាមួយមុខគឺគាត់ត្រូវពឹងផ្អែកទៅលើហិរញ្ញវត្ថុរបស់គ្រួសារមានថាការចំណាយលុយកាក់នេះគឺមកពីឪពុកម្ដាយគាត់ទាំងស្រុងតែម្ដងដោយសារតែគាត់អត់អាចធ្វើការបានខ្លួនឯងទេអញ្ចឹងគឺគាត់ត្រូវតែពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភពីឪពុកម្ដាយផ្ទាល់អញ្ចឹងអាហ្នឹងវាដោយណាបើសិនជាពួកគាត់មានជីវភាពធូរធារអាហ្នឹងអត់អីទេតែបើសិនជាពួកគាត់មានជីវភាពខ្វះខាតអាហ្នឹងរៀងពិបាកតិចចំណុចទី2គឺតាក់ទងជាមួយនឹងសិស្សដែលគាត់រៀនផងហើយនឹងគាត់ធ្វើការផងអញ្ចឹងបើសិនជាយើងនិយាយទៅវាមានទាំងគុណវិបត្តិហើយគុណសម្បត្តិដូចគ្នាដែរទី1តាក់ទងជាមួយនឹងគុណសម្បត្តិរបស់គាត់គឺគាត់ទទួលបានបទពិសោធន៍ការងារហើយគាត់អាចយកទ្រឹស្ដីហ្នឹងគាត់អាចយកទ្រឹស្ដីនៅក្នុងសាលាដែលគាត់រៀនហ្នឹងយកទៅអនុវត្តផ្ទាល់ភ្លាមហើយនឹងគាត់អាចធ្វើឲ្យប្រវត្តិរូបសង្ខេបរបស់យើងហៅថា curriculum vitae CV ហ្នឹងគឺវាកាន់តែមានទម្ងន់ជាងមុនទៀតដោយសារតែគាត់អាចយកការងារជាក់ស្ដែងដែលគាត់បានធ្វើហ្នឹងយកទៅដាក់បន្ថែមវាកាន់តែច្រើនជាងមុនអញ្ចឹងដល់ពេលដែលគាត់ចូលធ្វើការគឺគេមើលឃើញគាត់កាន់តែខ្ពស់ទី2នេះគឺគាត់មានឯករាជ្យភាពទៅលើផ្នែកហិរញ្ញវត្ថុមានន័យថាគាត់អាចធ្វើការផងគាត់រៀនផងហើយគាត់ទទួលបានចំណូលពីការធ្វើការរបស់គាត់ថែមទៀតអញ្ចឹងធ្វើឲ្យការគ្រប់គ្រងចាយវាយទៅលើប្រាក់កាសរបស់គាត់ហ្នឹងវាមានសេរីភាពជាងអញ្ចឹងណាមិនថា 100% ហ្មងទេប៉ុន្តែដោយសារតែគាត់អាចធ្វើការផងគាត់រៀនផងអញ្ចឹងអាការចាយវាយរបស់គាត់ហ្នឹងគឺរៀងធូរជាងដែរណាទី3នេះគឺគាត់បង្កើតជំនាញទន់ដែលគេហៅថា soft skill បើកាលពីមុនគឺគេសំដៅទៅលើអ្នកដែលគាត់មាន hard skill ស្រាប់តែសម្រាប់ឥឡូវក្រៅពី hard skill ដែលគាត់មានជំនាញដែលគាត់មានហើយគឺគាត់ត្រូវការជំនាញទន់មួយទៀត
គេហៅថា soft skill ហ្នឹងមានតាំងពីជំនាញតំណែងដោះស្រាយបញ្ហាភ្លាមឬមួយក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហាមិនមែនជាអ្នកដែលបង្កបញ្ហានៅក្នុងស្ថាប័នទេអញ្ចឹងsoft skill នេះសម័យឥឡូវគឺមានសារៈសំខាន់មែនទែនមិនថាទាំងបុគ្គលិកថ្នាក់ក្រោមរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ក៏គេត្រូវមាន soft skill ដែរដើម្បីបង្កើនតំណែងនិងផលិតភាពការងារកាន់តែល្អប្រសើរថែមទៀតចំណែកឯគុណវិបត្តិនៃអ្នកដែលគាត់រៀនផងនិងធ្វើការផងទីមួយគឺប៉ះពាល់ដល់ការសិក្សាបាទទទួលស្គាល់នៅពេលដែលយើងរៀនផងយើងធ្វើការផងអារម្មណ៍របស់យើងវាអត់មូលទេដោយសារតែជួនកាលយើងសម័យយើងដាក់ការងារទៅឲ្យក្រុមហ៊ុនណាក៏ដូចជាប្រឡង final ថ្ងៃតែមួយយើងគិតទៅលើកន្លែងហ្នឹងយើងសម្ពាធជាងគេបន្តិចអញ្ចឹងទីមួយគឺអាចនឹងបាត់បង់ម៉ោងរៀនច្រើនឬមួយក៏គាត់អត់មានពេលគ្រប់គ្រាន់ដើម្បីមើលមេរៀនដោយសារគាត់ជាប់ធ្វើការអញ្ចឹងទៅធ្វើឲ្យលទ្ធផលការសិក្សារបស់គាត់ហ្នឹងវាមិនជាធ្លាក់ហ្មងទេប៉ុន្តែវាខ្សោយជាងមុននិយាយចេះស្រួលយល់ដោយសារតែគាត់អាចនឹងខុសពីអ្នកដែលគាត់រៀនសុទ្ធអ្នករៀនសុទ្ធគេមានពេលបដោតតែគាត់ធ្វើការផងក៏រៀនផងជួនកាលគាត់មកធ្វើការហត់អញ្ចឹងគាត់អត់មានពេលនៅក្នុងការគាត់មើលមេរៀននេះធ្វើឲ្យការសិក្សារបស់គាត់នឹងធ្លាក់ចុះដែរមួយចំនួនទី2នោះគឺតានតឹង stress តែម្ដងនិងអស់កម្លាំងកន្លែងនេះយើងអាចនិយាយ exhausted ក៏បាន burn out ក៏បានតែ burn out នេះគ្រោះថ្នាក់បន្តិចដោយសារតែគាត់ត្រូវខំប្រឹងរៀនផងគាត់ខំធ្វើការផងអញ្ចឹងទាំងកម្លាំងចិត្តកម្លាំងកាយរបស់គាត់ហ្នឹងវាធ្វើឲ្យវាមានសម្ពាធបុកចូលគ្នាខ្លាំងមែនទែនធ្វើឲ្យគាត់អាចនឹងមិនសូវជាមានធម៌ពលពេលមកសាលាភាសាធ្វើការហត់ពេកនិងទី3ហ្នឹងគឺគាត់បាត់បង់ពេលវេលាផ្ទាល់ខ្លួនដោយសារតែបន្ទាប់ពីគាត់រៀនគាត់ហូបបាយហើយគឺគាត់ទៅធ្វើការហ្មងអញ្ចឹងអត់មានពេលសម្រាប់ផ្ទាល់ខ្លួនទេអត់មានពេលចំណាយផ្ទាល់ខ្លួនទេគឺគាត់ផ្ដោតសំខាន់តែទៅលើការសិក្សានិងការរៀនវាធ្វើឲ្យបាត់បង់ការ socialize ចូលជាមួយនឹងសង្គមអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងដូចជាអត់មានអីបញ្ហាហ្នឹងមកសម្រាប់ខ្ញុំផ្ទាល់ដោយសារវាជាបទពិសោធន៍ដែរបើរៀនផងធ្វើការផងហ្នឹងអាស្រ័យលើយើងថាយើងចេះបែងចែកពេលវេលាអត់អញ្ចឹងទៅអញ្ចឹងតើយើងគួរធ្វើម៉េចដើម្បីឲ្យវាមានតលយៈភាពគ្នាសម្រាប់អ្នកដែលចង់ធ្វើការផងនិងអ្នករៀនផងឬមួយក៏អ្នករៀនសុទ្ធដែលគាត់ចង់ធ្វើការដូចគ្នាដែរអញ្ចឹងណាទីមួយបើសិនជាយើងត្រូវធ្វើការហ្មងយើងថាអូខេខ្ញុំត្រូវការបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីធ្វើការហ្មងទីមួយយើងត្រូវតែជ្រើសរើសជំនាញដែលវាពាក់ព័ន្ធជាមួយនឹងការរៀនរបស់យើងដូចជាឥឡូវយើងរៀនខាងជំនាញគណនេយ្យអញ្ចឹងប្រកាសជាទៅធ្វើខាង accountant អីចឹងទៅយើងត្រូវរៀនខាងហ្នឹងរៀនផងធ្វើការផងអញ្ចឹងបទពិសោធន៍ទាំងទ្រឹស្ដីរបស់យើងហ្នឹងគឺវាដើរទៅគ្នាអញ្ចឹងព្យាយាមស្វែងរកការងារក្រៅម៉ោងជាលក្ខណៈ part time ឬមួយក៏ការងារស្ម័គ្រចិត្តបែប volunteer ដែលតាក់ទងជាមួយជំនាញដែលខ្លួនកំពុងរៀនដើម្បីឲ្យការងារហ្នឹងវាជំនួយដល់ការសិក្សាហើយការសិក្សារបស់យើងដែលយើងយកទ្រឹស្ដីហ្នឹងមកអនុវត្តទៅលើការងារជាក់ស្ដែងវាធ្វើឲ្យលទ្ធផលដើរល្អប្រសើរទៅគ្នាទី2កុំធ្វើការពេញម៉ោងលើកឡើងតែនិស្សិតមួយចំនួនគាត់ធ្វើការជា barista ខ្ញុំតាមខ្ញុំដឹងមួយចំនួនគឺគាត់ដូចឥឡូវគាត់រៀនព្រឹកអញ្ចឹងគាត់ធ្វើ barista គេចាប់តាមវេនថ្ងៃណាគេចាប់តាមចាប់ពីម៉ោង2ម៉ោង1ម៉ោង2រហូតដល់ម៉ោង8 9យប់អញ្ចឹងទៅឬមួយក៏គាត់ធ្វើជា barista ពេលព្រឹក barista ពេលព្រឹកគេចាប់តាមចូលម៉ោង5កន្លះដោយសារធ្លាប់ធ្វើដូចគ្នាហើយនឹងចប់ម៉ោង1ប៉ុន្តែដោយសារពេលថ្ងៃវាអាចនឹងជន់ជាមួយនឹងម៉ោងគេរៀនសកលអញ្ចឹងគាត់លើកអាម៉ោងដែលគាត់ត្រូវរៀនសកលទៅ part time វិញម៉ោង5កន្លះដល់ម៉ោង8កន្លះយប់អញ្ចឹងគាត់អាចមានពេលសម្រាប់2ទៅ3ម៉ោងដើម្បីឲ្យគាត់រៀងស្រួលខ្លួនដែរដើម្បីចូលធ្វើការបើអាហ្នឹងពេញម៉ោងប៉ុន្តែបើសិនជាយើងយល់ល្អកុំធ្វើការងារ full time ទន្ទឹមពេលដែលយើងរៀនដោយសារតែវាសម្ពាធណាដូចខ្ញុំការខ្ញុំនៅរៀនសកលរៀនជំនាញគឺខ្ញុំរៀន part time ពីម៉ោង5កន្លះដល់ម៉ោង6កន្លះហ្នឹងទៅអញ្ចឹងតែ1ម៉ោងទេវាធ្វើការតែ1ម៉ោងក្នុងមួយថ្ងៃដោយសារតែវាតាក់ទងជាមួយនឹងអ្វីដែលខ្ញុំស្រឡាញ់បើថាតាក់ទងមួយជំនាញហ្មងវាមិនសូវជាតាក់ទងដោយសាររៀនHR រៀនគ្រប់គ្រងហើយទៅធ្វើជាគ្រូបរិញ្ញាបត្រប៉ុន្តែខ្ញុំចំណាយពេល1ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការអញ្ចឹងយើងអាចទទួលបានបទពិសោធន៍ច្រើនដែរមុននឹងសម្រេចចិត្តយើងត្រូវសួរខ្លួនឯងសិនថាយើងអាចគ្រប់គ្រងពេលវេលាបានល្អកម្រិតណាជួនកាលយើងចូលរៀនសុខយើងឃើញមិត្តភក្តិយើងធ្វើការឬមួយក៏យើងខ្វះខាតយើងសម្រេចចិត្តថាចូលធ្វើការភ្លាមទាំងដែលយើងអត់បានមើលពេលវេលាជាក់ស្ដែងវាធ្វើឲ្យជន់កាលវិភាគរបស់គ្នាបើកាលណាវាជន់កាលវិភាគគ្នាវាធ្វើឲ្យយើងពិបាកក្នុងការដែលសេរីម៉ោងរៀននិងសេរីម៉ោងធ្វើការវាកាន់តែមានសម្ពាធជាងមុនទៀតដោយសារតែយើងសេរីម៉ោងអត់ទាន់ត្រូវទី2នោះវាតើការងាររបស់យើងនោះវាចាំបាច់តាក់ទងជាមួយនឹងហិរញ្ញវត្ថុអត់មានន័យថាតើយើងខ្វះខាតខ្លាំងរហូតដល់យើងត្រូវតែរកការងារធ្វើអត់ឬមួយក៏យើងគ្រាន់តែធ្វើការដើម្បីយកបទពិសោធន៍ទេបើយើងគ្រាន់តែធ្វើការដើម្បីយកបទពិសោធន៍ទេយើងរកការងារណាល្មមមិនសូវមានសម្ពាធមកកាន់យើងអញ្ចឹងទៅប៉ុន្តែបើសិនជាយើងត្រូវការចាំបាច់ខ្លាំងខាងហិរញ្ញវត្ថុយើងត្រូវការ support ទៅលើការរៀនរបស់ខ្លួនឯងអានោះយើងរកការងារមួយណារៀងដែលរៀងត្រូវតិចប៉ុន្តែត្រូវតែប្រយ័ត្នប៉ះពាល់ជាមួយនឹងការរៀនរបស់យើង
ហើយមួយទៀតហ្នឹងគឺតើជំនាញដែលយើងកំពុងតែរៀនរាល់ថ្ងៃហ្នឹងវាមានភាពតានតឹងអត់នៅក្នុងការរៀនរបស់យើងដូចជាជំនាញខាងផ្នែកនិស្សិតពេទ្យវិស្វកម្មខាង mechanic ខាង architecture អីហ្នឹងគឺពួកគាត់ត្រូវការពេលរៀនច្រើនជាងបើសិនជាឲ្យគាត់ផ្ដោតទៅលើការធ្វើការផងនិងរៀនផងអាចទាំង3ក្អួតដោយសារតែបើតាមដឹងដូចទាំងមួយ architecture អីហ្នឹងគឺគេត្រូវការចំណាយពេលច្រើនដើម្បីធ្វើ project មួយហើយអញ្ចឹងវាអាចចន្លោះពី10ម៉ោងទៅ1ថ្ងៃ2ថ្ងៃអញ្ចឹងទៅអត់ដឹងច្បាស់ដែរអញ្ចឹងគេត្រូវការពេលរៀនច្រើនជាងយើងអាចយកពេលហ្នឹងមកធ្វើការដោយសារវាអាចធ្វើឲ្យការសិក្សារបស់យើងវាប៉ះពាល់កាន់តែខ្លាំងដូចជានិស្សិតពេទ្យដូចគ្នាដែរត្រូវការផ្ដោតកាន់តែខ្លាំងជាងមុនអញ្ចឹងទៅបើសិនជាជំនាញរបស់យើងវាតឹងតែងខ្លាំងកុំបាច់ធ្វើការអីវាប៉ះពាល់ជាមួយនឹងការសិក្សារបស់យើងដែរអញ្ចឹងសរុបមកវិញមកយើងអាចនិយាយបានថាជំរឿទាំងពីរហ្នឹងវាមិនខុសទេប៉ុន្តែវាអាស្រ័យទៅលើគោលដៅរបស់យើងសមត្ថភាពនៃការគ្រប់គ្រងពេលវេលារបស់យើងក៏ដូចជាកលៈទេសៈហិរញ្ញវត្ថុរបស់និស្សិតរៀនជាក់ស្ដែងយើងអាចនិយាយមួយចំថាបើសិនជាយើងអត់អាចគ្រប់គ្រងពេលវេលាបានទេយើងពិបាកក្នុងការដែលយើងបែងចែកពេលវេលាពីរហ្នឹងមួយការរៀនជាមួយនឹងការធ្វើការអញ្ចឹងវាអត់អាចដែរពិបាកដែរបើសិនជាហិរញ្ញវត្ថុយើងកាន់តែពិបាកទៀតអានឹងយើងអាចរកការងារបានតែបើសិនជាហិរញ្ញវត្ថុគិតថាអូខេវាអត់អីទេឪពុកម្ដាយយើងអាច support បានអញ្ចឹងផ្ដោតសំខាន់លើការរៀនអញ្ចឹងតើនិស្សិតឆ្នាំថ្មីណាខ្លះដែលកំពុងតែរកអត់អញ្ចឹងនិស្សិតឆ្នាំថ្មីណាខ្លះដែលកំពុងតែរកបទពិសោធន៍ការងារកំឡុងពេលរៀនរបស់ខ្លួនឯងឬមួយក៏អ្នកណាខ្លះដែលកំពុងតែសម្រេចចិត្តថារៀនសុទ្ធអត់ធ្វើការទេកុំភ្លេចខមមិននៅខាងក្រោមខ្ញុំនឹងចង់ដឹងពីអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួបគ្នាជាមួយវីដេអូក្រោយទៀតបាយបាយ